មានប្រទេសចិនសំខាន់ណាស់លោកដើរតួនាទីក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជាយើងគ្រប់វិស័យបាទអញ្ចឹងការអភិវឌ្ឍរីកចម្រើនលូតលាស់របស់កម្ពុជារយៈពេលចុងក្រោយនេះដែលផ្លាស់ប្ដូរមុខមាត់ទាំងស្រុងពីមុនគឺមានចំណែកជំនួយរបស់ចិននឹងយ៉ាងសំខាន់បាទគឺជាទំនាក់ទំនងមួយដែលល្អបាទគឺយើងឃើញហើយការវិវត្តតាំងពីទំនាក់ទំនងរាប់ពាន់ឆ្នាំមកហើយជាទំនាក់ទំនងបែបប្រពៃណីឈានមកដល់ការតង់ជាប់គ្នាការទូតជាផ្លូវការកាលពីឆ្នាំ1958ទំនាក់ទំនងកម្ពុជាចិននឹងវិវត្តទៅមុខជានិច្ចបាទពីដៃគូយុទ្ធសាស្ត្រយូរអង្វែងមកដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមកមិត្តដៃថែបកិច្ចសហប្រតិបត្តិការត្បូងពេជ្រមកការកសាងសហគមន៍វាសនារួមគ្នាគឺជាដំណើរទៅមុខវិវត្តរហូតដល់ឈានដល់កម្រិតកំពូល